ជំរាបសួរប្រមាណបងប្អូនគ្នាសម្រាប់វីដេអូថ្ងៃនេះខ្ញុំបង្ហាញអំពីប្រភេទសារធាតុដែលយើងតែងតែប្រើប្រាស់នៅក្នុងប្រព័ន្ធធុងចម្រោះចាដូចជាធុងស្បែកឬមួយក៏ធុងអ៊ីណុកអញ្ចឹងចំពោះសារធាតុដែលបងប្អូនតែងតែហៅជាប្រចាំពាក្យទូទៅដែលហៅថាប្រភេទថ្នាំក្នុងធុងចាអញ្ចឹងសារធាតុពីរនេះគឺមានចាមុខងារពីរផ្សេងគ្នាដែលមួយគឺជាប្រភេទសារធាតុកាបោនមួយទៀតគឺជាប្រភេទសារធាតុរ៉េស៊ីនចាចំពោះសារធាតុកាបោនគឺមានតួនាទីចាជួយចម្រោះកម្ចាត់នៅកកដីជាពិសេសគឺក្លិនដែលមាននៅក្នុងទឹកគឺបានយ៉ាងល្អកម្រិតខ្ពស់ដោយសារតែប្រភេទកាបោននេះគឺយើងមាន ID រហូតដល់1030ចាហើយចំពោះប្រភេទរ៉េស៊ីននេះគឺយើងប្រើសម្រាប់ដកជាតិដែលមាននៅក្នុងទឹកចាជួយបន្ទន់ទឹកនិងជួយឲ្យរសជាតិទឹកកាន់តែស្រទន់ឆ្ងាញ់ដែលយើងតែងតែប្រើនៅក្នុងប្រព័ន្ធចាម៉ាស៊ីនផលិតទឹកពិសាបរិសុទ្ធផងដែរចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានតម្រូវការចង់ផ្លាស់ប្ដូរប្រភេទចាប្រព័ន្ធធុងចម្រោះរបស់ពុកម៉ែបងប្អូនដូចជាសារធាតុកាបោនឬមួយក៏ជាសារធាតុរ៉េស៊ីនដែលជួយបង្កើនឲ្យប្រព័ន្ធរបស់ពុកម៉ែបងប្អូនមានស្តង់ដារជាងមុនចាពុកម៉ែបងប្អូនអាចធ្វើការកម្មង់បានហើយចំពោះតម្លៃធានាជូនចាតម្លៃដែលល្អហើយតម្លៃសមរម្យខ្លាំងមែនតើអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍អាចអញ្ជើញតាក់ទងមកបានចាសូមអរគុណសូមជម្រាបលា